ពេលគ្រួសាររបស់មីរ៉េឡូដួលរំខ្ញុំបានចាក់ចេញខ្ញុំមិនដែលនៅជាមួយអ្នកអស់រយៈពេល5ឆ្នាំទេបន្ទាប់ពីគាត់ត្រឡប់មកវិញខ្ញុំនឹងគោះទ្វារគាត់រៀងរាល់ឆ្នាំដំបូងខ្ញុំបានទៅជាមួយកូនស្រីរបស់ខ្ញុំនៅក្នុងដៃគាត់បានបោះលុយឲ្យខ្ញុំ40,000ហើយប្រាប់ខ្ញុំឲ្យបាត់មុខឆ្នាំទី2ខ្ញុំបាននាំយកកបាយការជំងឺមហារីកដំណាក់កាលចុងក្រោយរបស់ខ្ញុំគាត់មិនបានមើលផងឲ្យខ្ញុំ80,000ហើយប្រាប់ខ្ញុំឲ្យបាត់មុខជារៀងរហូតទី3និងឆ្នាំទី4ខ្ញុំបានធ្វើអ្វីដែលគាត់ចង់ខ្ញុំបានបាត់ខ្លួនពីពិភពលោកនេះឆ្នាំទី5គាត់បានទទួលទូរស័ព្ទពីកូនស្រីរបស់គាត់ Felicia លោក Desera តែពេលណាលោកនឹងសុខបាយមកឲ្យខ្ញុំឃ្លានបន្ទាប់ពីយប់ចូលឆ្នាំថ្មីក្មេងនៅមណ្ឌលកុមារកំព្រាក៏មានអាយុកាន់តែច្រើនមួយឆ្នាំតើអង់សេលីកានៅណាម៉ាក់ដេកតែម្នាក់ឯងនៅផ្ទះកុំខ្លាចខ្ញុំនឹងត្រឡប់មកចូលឆ្នាំថ្មីជាមួយម៉ាក់ម៉ាក់ខ្ញុំឃ្លានម៉ាក់កំពុងដេកខ្ញុំចេះទូរស័ព្ទទៅលោកតេសេរ៉ាហើយគាត់យកបាយមកឲ្យខ្ញុំកូនឈួតការទូរស័ព្ទទៅមិនធ្វើឲ្យបាយមកទេពីមុនវាដោយសារម៉ាក់តែងតែបញ្ជាទិញអាហារពិសេសសម្រាប់អូនដូច្នេះអ្នកដឹកជញ្ជូននឹងយកមកឲ្យយើង3ឆ្នាំហើយហេតុអ្វីខ្ញុំភ្លេចជានិច្ចថាខ្ញុំគ្រាន់តែជាវិញ្ញាណអង់សេលីកាកុំទូរស័ព្ទទៅគាត់មិនឆ្លើយទេលុយទាំងអស់ដែលមកពីគាត់ម៉ាក់បានទុកក្នុងមូលនិធិមួយសម្រាប់អូនរស់នៅពេលអូនចាប់ផ្ដើមរៀនបើកប្រអប់ឈើតូចនៅលើតុនៅក្នុងនោះមានលុយរាយដែលម៉ាក់ទុកឲ្យអូន Felicia ខ្ញុំមិនបានប្រាប់អូនឲ្យទៅនរកទេអូនចង់បានលុយទៀតហើយល្អមកសុំលោកតេសេរ៉ាតែពេលណាលោកនឹងសុខបាយមកឲ្យខ្ញុំឃ្លានឲ្យ Felicia មកនិយាយទូរស័ព្ទតើលោកកំពុងនិយាយពីម៉ាក់ទេប៉ុន្តែនាងមិនអាចឆ្លើយទូរស័ព្ទបានទេតើមានរឿងអីកើតឡើងចំពោះនាងម៉ាក់ថានាងដេកលឺអញ្ចឹងទេអញ្ចឹងខ្ញុំចង់ឃើញថានាងកំពុងលេងល្បិចអីទៀតតើខ្ញុំនៅអាចលេងល្បិចអីទៀតគ្រាន់តែព្យាយាមអន្តែតដើម្បីបន្លាចអូនខ្ញុំគ្មានកម្លាំងទៀតទេមូរីឡូស្អប់ខ្ញុំខ្លាំងណាស់តើគាត់នឹងចិញ្ចឹមកូនស្រីខ្ញុំបានល្អយ៉ាងណាអង់សេលីកាកុំបើកទ្វារណាជាណាណាហើយខ្ញុំទៅអង់សេលីកាតើស្រីនោះនៅណាស្រីនោះនៅណាពេលយើងមកដល់មានតែក្មេងស្រីតូចនេះនៅក្នុងផ្ទះទេ
พูดเอ็กซ์ตร้ามุกอาโกรកំពុងចាប់ខ្ញុំ នាងពិតជាខូខើណាស់នាងរុញអាកូនកំព្រាឲ្យមកប្រឈមមុខនឹងកំហឹងខ្ញុំ ទេអង្គហេលីកាមិនមែនជាកូនកំព្រាទេនាងជាកូនស្រីរបស់យើង Felicia តើអ្នកគិតថាខ្ញុំនៅតែជា Murilo ដែរអ្នកបោកខ្ញុំមួយដងហើយឥឡូវនៅតែចង់បោកខ្ញុំទៀត ខ្ញុំស្ទើរតែភ្លេចអស់ហើយអ្នកនឹងមិនជឿទេពេលអង្គហេលីកាកើតមកហើយខ្ញុំដឹងថានាងមានជំងឺបេះដូងដំពូជរបស់គ្រួសារតេសេរ៉ាខ្ញុំបានរកគាត់ Felicia តើអ្នកគិតថាខ្ញុំនៅតែជា Murilo ដែរឬអ្នកបោកខ្ញុំមួយដងហើយឥឡូវនៅតែចង់បោកខ្ញុំទៀតកូនស្រីដែលអ្នកមានជាមួយអ្នកអនាថាម្នាក់អ្នកចង់យកមកដាក់លើខ្ញុំ ទេមិនមែនដូច្នោះទេអង្គហេលីកាជាកូនស្រីរបស់អ្នក ចេញពីទីនេះទៅយក 15,000 ទៅចាត់ទុកថានេះជាការសងសម្រាប់រយៈពេល 5 ឆ្នាំជាមួយគ្នា វាមិនគ្រប់គ្រាន់ទេ 15,000 មិនគ្រប់គ្រាន់ទេ អ្នកពិតជាឃើញតែលុយអញ្ចឹងខ្ញុំនឹងឲ្យអ្នក 40,000 ព្រោះអ្នកសុំនឹងវាព្រោះនោះជាអ្វីដែលអ្នកអរគុណ ប្រាប់ខ្ញុំមកម្ដាយរបស់ឯងលាក់ខ្លួននៅណានិយាយម្ដាយឯងលាក់ខ្លួននៅណា ពេលថ្ងៃមកកេងហើយពេលយប់មកខ្លាយគៀបកាយហេម ឥឡូវនាងចេះធ្វើជនរងគ្រោះហើយ អង្គសេលីកា មកមិនជឿទេ Felicia ឈប់លាក់ខ្លួនចេញទៅវាខូខើណាស់ប្រើសំបីតែក្មេងតូចបែបនេះបណ្ដេញនាងចេញ មកខ្ញុំត្រូវទៅណា សូមព្រះជាម្ចាស់សូមឲ្យអ្នកមណ្ឌលកុមារដឹងឆាប់ថាអង្គសេលីកាបាត់យកអង្គសេលីកាត្រឡប់ទៅវិញ មកបើខ្ញុំដើរតាមប្រច័ណ្ឌតែខ្ញុំអាចរកអ្នកឃើញទេមកខ្ញុំឃ្លាន អង្គសេលីកាកូនមិនអាចញ៉ាំវាទេវានឹងធ្វើឲ្យកូនឈឺពោះអានជេលីកាកូនញ៉ាំនឹងមិនបានទេវានឹងធ្វើឲ្យកូនឈឺពោះ Felicia អញ្ចឹងទេដែលឯងធ្វើចំពោះកូនស្រីឯង ហេតុអីឯងមិនអើខ្ញុំញ៉ាំឯងអាក្រក់ហេតុអីឯងមិនអើខ្ញុំញ៉ាំឯងអាក្រក់ទុកឲ្យខ្ញុំទៅទុកខ្ញុំទៅឯងអាក្រក់ ឯងម៉ាក់មិនបានបង្រៀនឯងថាកុំញ៉ាំរបស់ពីរដេកទេ ឯងមកបង្គាខ្ញុំមិនបានទេឯងអាក្រក់ នាងមានឆន្ទៈរឹងមាំដូចម្ដាយល្អហើយដែលនាងមិនមែនជាកូនស្រីខ្ញុំ
អញ្ចឹងអាក្រក់ណាស់ព្រោះវាមិនមែនតាមផ្លូវអញទេកុំមើលជំនួសឲ្យធ្វើឲ្យឯងមានកំហុសខ្ញុំចង់ឲ្យឯងស្អប់ខ្ញុំវិញភ្លេចទៅបើការមានទោសធ្វើឲ្យឯងការពារកូនស្រីយើងចឹងមើលទៅ នាងចាប់យករបស់របរណាដែលនាងឃើញឲ្យនាងញ៉ាំអីបន្តិច ចាស់ រៀបចំអីស្រាល អូខេ នាងមើលទៅស្គមដូចឈើល្អហើយដែលខ្ញុំមិនបានរៀបការនាង ខ្ញុំជាម្ដាយដែលមិនល្អគ្រប់គ្រាន់ Felicia កុំញ៉ាំអីរើស Felicia កុំរើសអាហារ មកក៏រើអាហារដែរ បើខ្ញុំទុកកូននៅទីនេះខ្ញុំសង្ស័យថា Felicia មិនមកយកកូនទេ មកពិតជាមកយកខ្ញុំទេ អាណាសម្អាតបន្ទប់នោះឲ្យនាងស្នាក់នៅ មកដេកក្នុងបន្ទប់ជាមួយខ្ញុំមានប្រដាប់ក្មេងលេងច្រើនណាស់ទាំងស្អាតអូននឹងចូលចិត្តណាស់ណា មានរឿងអី នាងមិនចង់ដេកក្នុងបន្ទប់ភ្ញៀវទេនាងទូចចង់ដេកលើសាឡុង ក្មេងពិបាកណាស់ទុកនាងចុះ មកខ្ញុំនឹងវិទ្រជាវមកដើម្បីកុំឲ្យមកភ័យ ពេលថ្ងៃហើយក្មេងស្រីនេះទេកង់លើសាឡុងពេញមួយថ្ងៃ ម៉ាក់អូនខូខើជាមួយអូនម្លេះរហូតដល់មិនឲ្យអូនដេកលើគ្រែ មិនមែនទេខ្ញុំចូលចិត្តដេកលើសាឡុងព្រោះមកនៅលើសាឡុងពិតជាមិនមែនទេខ្ញុំចូលចិត្តដេកលើសាឡុងព្រោះមកនៅលើសាឡុង នៅផ្ទះមានតែសាឡុងមួយប៉ុណ្ណោះពេលខ្ញុំឈឺធ្ងន់ធ្ងរខ្ញុំតែងតែដេកលើវាហើយដួលសន្លប់ញឹកញាប់កូនស្រីខ្ញុំគិតថាខ្ញុំកំពុងដេកដូច្នេះនាងតែងតែមកដោយស្ងាត់ហើយចូលមកក្នុងដៃខ្ញុំអប់ខ្ញុំបន្ទាប់មកពេលអង្គហេលីកាទៅមណ្ឌលកុមារកំព្រានាងក៏ចូលចិត្តនៅលើសាឡុងបន្ទប់ទទួលភ្ញៀវ ដេកលើសាឡុងខ្ញុំអាចរកមកបាន ទើបជានាងកំពុងដេកក្នុងដៃខ្ញុំ រឿងឆោតល្ងងដេកនៅកន្លែងណាក៏បាន អ
ឈ្មោះអី Angelica Savier អង្ហេលីកាអ្នកក៏ត្រូវបានម្ដាយអ្នកបោះបង់ចោលដែរ អ្នកក៏ហៅម៉ាក់ខ្ញុំមិនដែលបោះបង់ខ្ញុំចោលទេគាត់នឹងមកយកខ្ញុំ អញ្ចឹងទេអញ្ចឹងហេតុអីបានជាមួយសប្តាហ៍ហើយម្ដាយអ្នកនៅតែមិនទាន់មកយកអ្នកម្ដាយអ្នកមកដល់ហើយ ក៏ហៅមិនមែនមកទេ គឺនាងខ្ញុំឃើញនាងពេលនាងយកអង្ហេលីកាទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺនៅពេលនោះមូរីឡូកំពុងចេញពីផ្នែករោគស្ត្រីជាមួយនាងសុំទោសសុំ Felicia ឈប់ធ្វើជាជនរងគ្រោះ នៅថ្ងៃចូលឆ្នាំថ្មីនោះខ្ញុំមិនបាននៅជាមួយណាទេនៅតែម្នាក់ឯងអ្នកម្នាក់ការបន្តិចទេ ដូច្នេះទំនាក់ទំនងរបស់ពួកគេបានក្លាយជាជីវិតរួមគ្នាហើយ ផ្តែនៅតែងតែទេណាគូនេះមកពីណា ខ្ញុំរកឃើញវានៅក្បែរ ឥឡូវណាថែមទាំងរើកូនគេទៀតហើយនិយាយពីនេះតើអ្នកណាដែរដោគុំផ្កាកលាបតែខ្ញុំដាំនៅមាត់ទ្វារ វាគ្រាន់តែជាផ្កាប៉ុណ្ណោះដកចេញហើយដាំថ្មីទៅ អូខេក្លិនចម្លែកអីនឹង មានឬ ចាក់មានក្រោយពីខ្ញុំមានផ្ទៃពោះខ្ញុំងាយនឹងក្លិនណាស់ ឃើញពីរបៀបដែលគាត់បានប្រព្រឹត្តចំពោះកូនស្រីយើងខ្ញុំនៅតែសង្ឃឹមថាពេលគាត់ដឹងថានាងជាកូនស្រីរបស់គាត់នឹងចាប់ផ្ដើមថែរក្សានាងឲ្យបានល្អប៉ុន្តែឥឡូវគាត់មានកូនប្រុសជាមួយស្រីផ្សេងតើអង្ហេលីកានឹងក្លាយជាអ្វី Angelica ឯងធ្វើអី Angelica ឯងធ្វើអី Anna បោះចោលវា ឯងធ្វើអីខ្ញុំសន្សំទុកសម្រាប់នឹងកុំបើវី ឆ្នាំដំបូងក្រោយខ្ញុំស្លាប់កូនស្រីខ្ញុំរើសម្រាមតាមផ្លូវតែងតែមានមនុស្សល្អម្នាក់នឹងទិញអីឲ្យនាងញ៉ាំតែនាងមិនហ៊ានញ៉ាំទេ
នាងយកអីវ៉ាន់មកឲ្យខ្ញុំទាំងអស់ក្រោយមកពេលអង្គជេលីកាលែអីវ៉ាន់នៅមណ្ឌលកុមារគ្រូធំដឹងហើយស្ដីឲ្យនាងប៉ុន្មានដង យេស៊ូមឲ្យវាមវិញ បន្ទាប់មកនាងរៀងញ៉ាំមុនហើយសន្សំទុកអ្វីដែលនាងគិតថាឆ្ងាញ់ជាងគេក្មេងឯទៀតនៅមណ្ឌលកុមារច្រើនចោលកូនស្រីខ្ញុំព្រោះក្លិនខ្លួននាងហើយមិនចង់លេងជាមួយនាងឯងកូនស្រីឈួតហេតុអីឯងមិនដែលរៀនចេះនៅតែយកអីវ៉ាន់មកឲ្យម៉ាក់ខ្ញុំបានពន្យល់ឯងច្រើនដងហើយ ខ្ញុំសន្សំទុកសម្រាប់ម៉ាក់កុំបារី ហេតុអីឯងធ្វើបែបនេះ ម៉ាក់មិនដែរញ៉ាំរបស់ថ្ងៃឯងថាម៉ាក់នឹងមកយកខ្ញុំចង់សន្សំទុកដើម្បីឲ្យនាង មិនមែននាងទៅរស់សុខទេជាមួយបរិសអ្នកមានឯងថានាងមិនដែលញ៉ាំមានន័យអី ទេម៉ាក់តែងតែប្រាប់ថានាងមិនឃ្លានហេតុអីមានទូផេះនៅលើអ ធូបផេះ កូនស្រីមីសបណ្ដូលចិត្តបើកូនបានអានសម្បត្តិនេះកូនប្រកាសជាធំពេញវ័យហើយមែនទេម៉ាក់សុំទោសដែលភូតកូនហើយមិនបាននៅមើលកូនធំឡើយតាមពិតម៉ាក់បានទៅរស់នៅលើឋានសួគ៌ជាមួយជីដូនជីតារបស់កូនហើយក ុំប្រាប់ណាថាលិខិតលាគ្នានោះ ជារបស់ស្រីម្នាក់នោះ ដែលបោះបង់បងព្រោះតែប្រាក់ ហើយរត់ទៅស្រុករៃជាមួយប្រុសផ្សេងនោះ ចឹងតើបានជាអ្នកផងនិយាយពីខ្ញុំបែបហ្នឹងប៉ុន្តែខ្ញុំមិនអាចបន្ទោសពួកគេបានទេដើម្បីបង្ខំឲ្យមីរ៉ាឡូព្រមបែកផ្លូវសម្ដីដែលខ្ញុំនិយាយពិតជាឈឺចាប់ខ្លាំងណាស់ Felicia បងបានឃើញសាររបស់អូនក៏ប្រញាប់រត់ចេញពីមន្ទីរពេទ្យមកធនាគារដកហូតឡានបងបាត់ហើយឥឡូវបងត្រូវដើរដោយជើងទើបបងមកយឺតបែបនេះប៉ុន្តែបងបានយក មូរីឡូខ្ញុំធុញទ្រាន់នឹងបងណាស់បើគុំតែដោយសារលុយរបស់បងខ្ញុំមិនខាតពេល5ឆ្នាំជាមួយបងទេឥឡូវគ្រួសារបងខ្សែធនហើយបងធ្លាក់ខ្លួនដល់ថ្នាក់នឹងកាន់តែល្អខ្ញុំមានអ្នកផ្សេងចាំចិញ្ចឹមហើយដូចនេះទៅឲ្យផុតទៅ ហេតុអ្វីបងតែងតែចាំថាអូនធ្លាប់និយាយថានឹងស្រឡាញ់បងរហូតទៅ បុរសម្នាក់ដែលបានការពារខ្ញុំពេលបាក់រលំ ហេតុអ្វីចិត្តជាយ៉ាងនេះ ត្រូវដែកមុតថ្លៃដល់ធ្លុះពោះតែមិនទាំងរអ៊ូមួយម៉ាត់ សូមអង្វរ ថ្ងៃនោះគាត់យំដូចជាក្មេង កុំចោលបងអីណាអូនចូលចិត្តលុយមែនទេបងនឹងរកលុយឲ្យបានច្រើនសន្ធឹកសន្ធាប់ឲ្យអូនបងគ្រាន់តែសូមអង្វរអូនកុំបោះបង់បងអី មូរីឡូខ្ញុំរកបានប្រុសម្នាក់តែមានលុយច្រើនជាងបងធ្លាប់មានពីមុនទៅទៀតខ្ញុំមិនចង់ឃើញមុខបងទៀតទេចុះមកជួបខ្ញុំអូខេសូម មិនក៏ឯងអាម៉ាស់ម្លេះចេញទៅ សូម ខ្ញុំពិតជាចង់ចុះទៅអបអ្នកប៉ុន្តែខ្ញុំមិនអាចទេខ្ញុំបានជេរគាត់ដោយពាក្យដ៏ឃោរឃៅបំផុតលើលោកតែគាត់មិនចាក់ចេញទេគាត់ដួលសន្លប់ដោយសារត្រជាក់នៅលើចិញ្ចើមថ្នល់គឺអ្នកដំណើរដែលកំពុងមើលទេដែលយកគាត់ទៅមន្ទីរពេទ្យ
ម៉ាក់មនុស្សលាកទេមែនទេអេឌូដូខ្ញុំឈឺណាស់ម៉ាក់ឈឺត្រង់ណាខ្ញុំនឹងហៅគ្រូពេទ្យឥឡូវនេះម៉ាក់អេឌូដូហេតុអីបានជាឯងទើបតែមកជួបខ្ញុំឥឡូវខ្ញុំរងទុក្ខខ្លាំងណាស់អេឌូដូហ្វេលីស៊ីយ៉ាវាជាកំហុសរបស់ឯងមិនក៏ឯងមិនចេះខ្មាសសំឡេះហេតុអីបានជាឯងចូលចិត្តមូរីឡូម្សិលមិញឯងបានគិតចង់ហៅគាត់ហើយមែនទេបើខ្ញុំមិនបានដឹងឯងនឹងដើរតាមគាត់ហើយមែនទេបើមិនមែនដោយសារគាត់ឪពុកឯងមិនស្លាប់ទេឪពុកឯងមិនស្លាប់ទេវាដោយសារគាត់អេឌូដូហេតុអីនៅថ្ងៃនោះមូរីឡូទើបតែដួលសន្លប់នៅជាន់ក្រោមហើយអ្នកដែលស្លាប់គឺឯងម្ដាយឯងតក់ស្លុតហើយនោះហើយជាហេតុធ្វើឲ្យនាងវង្វេងពេលនាងដឹងខ្លួននាងនៅតែស្រឡាញ់ឯងខ្លាំងណាស់អ្នកស្រី Xavier ឪពុកម្ដាយឯងតែងតែព្យាយាមការពារឯងខ្ញុំដឹងគ្រប់យ៉ាងហ្វេលីស៊ីយ៉ាឪពុកឯងមិនស្លាប់ទេវាជាកំហុសឯងម៉ាក់បន្ទាប់ពីនាងចាក់ចេញខ្ញុំធ្លាក់ទឹកចិត្តខ្ញុំមិនស្អប់មូរីឡូទេប៉ុន្តែខ្ញុំមិនអាចអត់ទោសឲ្យខ្លួនឯងដែលស្រឡាញ់គាត់ខ្ញុំគិតចង់បញ្ចប់ជីវិតខ្លួនឯងប៉ុន្តែខ្ញុំបានព្យាយាមសម្លាប់ខ្លួនឯង3 ដងហើយត្រូវបានគេជួយសង្គ្រោះទាំង3 ដងអ្នកមានផ្ទៃពោះហើយអ្នកត្រូវតែគិតពីកូនមុនពេលស្លាប់អ្វីអ្នកមានផ្ទៃពោះ5 ខែហើយអ្នកមិនដឹងទេសំហេតុផលអ្នកស្គមណាស់មើលមិនឃើញថាមានផ្ទៃពោះហើយអ្នកមើលទៅមិនដូចជាអ្នកដែលយកចិត្តទុកដាក់ថារដូវរបស់អ្នកទៀងទាត់ឬអត់ប៉ុន្តែខ្ញុំនឹងប្រាប់អ្នកមានផ្ទៃពោះ5 ខែហើយនាងមានរូបរាងពេញលេញហើយប៉ុន្មានខែទៀតនាងនឹងកើតទោះបីអ្នកចង់ស្លាប់កូននៅក្នុងពោះអ្នកចង់រស់ព្រោះនាងកំពុងតស៊ូដើម្បីរស់ដូច្នេះខ្ញុំចាប់ផ្ដើមចង់រស់ដោយអស់ពីកម្លាំងនាងជាក្មេងស្រីដ៏ស្រស់ស្អាតកូនស្រីខ្ញុំនឹងមានឈ្មោះថាអង់ជេលីកាតេសេរ៉ាអូយអត់ល្អទេកូនដកដង្ហើមលឿនហើយចង្វាក់បេះដូងមិនប្រក្រតីកូនមានជំងឺបេះដូងពីកំណើត
ឬថាខ្ញុំបានប្រែក្លាយស្ថានភាពវិញហើយអូនមករកបងលឿនណាស់ បើគ្មានកូនស្រីរបស់យើងទេប្រហែលជាខ្ញុំមិនដែរមករកអ្នកឡើយប៉ុន្តែកូនស្រីយើងឈឺខ្ញុំត្រូវការលុយ Felicia តើអូនគិតថាបងនៅតែជាមួយរីឡូដែលដូចមុនទេអូនធ្លាប់បោកបងម្ដងហើយឥឡូវអូនចង់បោកបងទៀតឬកូនស្រីដែលអូនមានជាមួយអ្នកអត់ការងារធ្វើនោះអូនចង់យកមកដាក់លើបងឬ វាមិនមែនដូចនោះទេអង្គសេលីកាជាកូនស្រីរបស់អ្នក ចេញពីទីនេះទៅយក 15000 ទៅចាត់ទុកថានេះជាថ្លៃចុងក្រោយសម្រាប់5ឆ្នាំដែលយើងនៅជាមួយគ្នា វាមិនគ្រប់គ្រាន់ទេ 15000 មិនគ្រប់គ្រាន់ទេ អូនពិតជាឃើញតែលុយមែនអញ្ចឹងបងនឹងឲ្យអូន 40000 តែអូនមានតម្លៃអរគុណ ពេទ្យអង្គសេលីកាពិតជាមិនអីទេបាទអង្គសេលីកាមិនអីទេតើបងត្រូវនិយាយប៉ុន្មានដងទើបអូនជឿថតទុកក្នុងទូរស័ព្ទរបស់អូនហើយស្ដាប់នៅផ្ទះប៉ុន្មានដងក៏បានមិនអីទេការវះកាត់របស់អង្គសេលីកាបានជោគជ័យនាងគ្មានប្រតិកម្មក្រោយវះកាត់ទេហើយកំពុងជាសះស្បើយល្អណាស់ល្អហើយល្អអី Felicia អូនមិនទាន់ឃើញលទ្ធផលពិនិត្យរបស់អូនផ្ទាល់ទេវាមិនសំខាន់ទេមហារីកក្រពះ Felicia អូនមានមហារីកក្រពះអ្នកមានមហារីកក្រពះមហារីកក្រពះគ្មានបញ្ហាតែ សំណាងល្អដែលអ្នកនៅជាមួយខ្ញុំបើមិនអញ្ចឹងខ្ញុំនឹងធ្វើពិនិត្យតែម្នាក់ឯងហើយខ្ញុំនឹងខ្លាចស្លាប់ សុំទោស Felicia ឈប់ធ្វើជាអ្នករងគ្រោះទៅ Felicia ខ្ញុំនឹងរកវិធីដើម្បីរកលុយព្យាបាលអ្នកត្រូវតែរស់នៅមើលអង្គសេលីកានាងមិនអាចគ្មានម្ដាយបានទេខ្ញុំនឹងរកវិធីកូនស្រីខ្ញុំមិនទាន់ធំឡើងទេខ្ញុំមិនឲ្យនាងខ្លាចជាកូនកំព្រាទេខ្ញុំមិនស្លាប់ Felicia អេងហ៊ានមករកគាត់យ៉ាងម៉េចបើខ្ញុំមិនបានឃើញយ៉ាងទេឆ្មាំសន្តិសុខនឹងដេញយ៉ាងចឹងហើយ អរគុណ បន្ទាប់ពីចាក់ចេញពីគាត់អេងបានធ្លាក់ខ្លួនក្នុងស្ថានភាពដ៏វេទនានេះនេះជាលើកចុងក្រោយហើយកុំមករំខានគាត់ទៀត ខ្ញុំ
ខ្ញុំត្រូវការលុយ កាលពី1ឆ្នាំមុនពេលឯងមកសុំលុយខ្ញុំឯងថែមទាំងនាំកូនមកដើម្បីធ្វើរឿងឥឡូវឯងមិនធ្វើសំបីតែនឹងទៀត ទេមិនមែនអញ្ចឹងទេកូនស្រីខ្ញុំធំធេងណាស់ហើយឥឡូវនាងយល់ដឹងច្រើនណាស់ខ្ញុំមិនចង់ឲ្យនាងឃើញផ្នែកដ៏អាម៉ាស់បំផុតរបស់ខ្ញុំ អញ្ចឹងនឹងពាក់ព័ន្ធអីនឹងខ្ញុំ ខ្ញុំត្រូវការលុយអ្នកអាចជួយខ្ញុំបានទេ លេសរបស់ឯងដើម្បីសុំលុយវាអាក្រក់ជាងឆ្នាំមុន ទេខ្ញុំមិនបញ្ឆោតអ្នកទេខ្ញុំពិតជាអស់ផ្លូវហើយ Felicia កាលឯងមានលុយឯងបានដេញខ្ញុំចេញឥឡូវឯងខូចឯងមករកខ្ញុំមើលទៅដូចមនុស្សល្ងីល្ងើពេលឯងមានលុយឯងដេញខ្ញុំចេញឥឡូវឯងក្រឯងមករកខ្ញុំឯងគិតថាខ្ញុំជាមនុស្សល្ងីល្ងើចាប់តាំងពីឯងហ៊ានហើយមកទីនេះសុំលុយខ្ញុំពេលនោះឯងគួរតែគិតឲ្យបានច្បាស់អំពីអ្វីដែលឯងគួរនិយាយមកកាន់ខ្ញុំ ខ្ញុំក៏មិនចង់មករកបងដែរតែអង្គសេលីកានៅតូចនៅឡើយខ្ញុំត្រូវចិញ្ចឹមនាងខ្ញុំមិនកុហកទេខ្ញុំពិតជាត្រូវការលុយណាស់មើល ឈប់ទៅឯងមិនចង់បានលុយទេយកទៅ 80,000 ឯងមានតម្លៃតែប៉ុណ្្នឹងទេយកលុយហើយចេញពីមុខខ្ញុំទៅជារៀងរហូតលោកគ្រូពេទ្យខ្ញុំអាចសន្សំប្រាក់បានគ្រប់គ្រាន់សម្រាប់ការវះកាត់កសិកម្មហារិកបានរាលដាលរួចហើយឱកាសជោគជ័យនៃការវះកាត់គឺទាបណាស់គឺគ្មានថ្នាំព្យាបាលទៀតទេគ្មានថ្នាំព្យាបាលទៀតទេរក្សាលុយនោះទុកអ្នកនៅអាចធ្វើអ្វីច្រើនទៀតជាមួយវាអ្នកនិយាយត្រូវខ្ញុំនៅតែត្រូវការសន្សំប្រាក់នេះសម្រាប់ការសិក្សារបស់អង្គសេលីកាវាមិនអីទេបើជំងឺនេះគ្មានថ្នាំព្យាបាលតារាបណាខ្ញុំនៅរស់ខ្ញុំនៅតែត្រូវចិញ្ចឹមអង្គសេលីកាអង្គសេលីកាកុំខ្លាចម៉ាក់នឹងនៅជាមួយកូនរហូតដល់កូនធំឡើងឆ្នាំមួយទៀតកន្លងផុតទៅអង្គសេលីកាធំឡើងច្រើនប៉ុន្តែជំងឺរបស់ខ្ញុំកាន់តែអាក្រក់ទៅការឈឺចាប់ធ្វើឲ្យខ្ញុំមិនអាចធ្វើចលនាបានខ្ញុំគ្រាន់តែអង្គុយកងនៅលើសាឡុងទៅព្យាយាមរក្សាស្មារតីម៉ាក់ខ្ញុំផ្លានហើយពេលណាលោកនឹងស៊ូសអាហារមកឲ្យយើងម៉ាក់នឹងទូរស័ព្ទទៅប្រញាប់គាត់ឡើងម្ហូបនឹងមកដល់ឆាប់អាឡូសូមមេត្តាទឹកជញ្ជូនឲ្យលឿនជាងនេះផងកូនស្រីខ្ញុំផ្លានហើយបើអ្នកប្រញាប់កុំកំងមុខកំហូបពិសេសខ្ញុំនឹងទៅក្រោយពេលដឹកជញ្ជូនអ្នកផ្សេងរួចអ្នកជាម្ដាយបែបណាមិនចំអិនឲ្យកូនស្រីឯងហើយនៅតែកំងមុខកំហូបសពផ្សាយម៉ាក់ខ្ញុំចូលចិត្តបូរ៉ាស្តាបានយកកំហូបមកយើងលើកមុនគាត់មិនឆ្លុះជាមួយម៉ាក់ទេវាជាកំហុសរបស់ម៉ាក់ខ្ញុំមិនមែនជាម្ដាយល្អទេ
ปิดนะมักละอมักเขียมได้ดอลออบพดนงโลมักมโหบมุกดอลเฮอร์ยืมมึงคลีนติเตมักยำ Mạ mình khuyên tề. Ông xê lấy ca nhằm. มักแต่งแต่นิเย่ถ้ามักมันเคลียนតំបូងខ្ញុំនិយាយដូចនេះព្រោះខ្ញុំចង់ឲ្យអង្គសេលេការញ៉ាំឲ្យច្រើនតែឥឡូវនេះខ្ញុំពិតជាមិនអាចញ៉ាំបានទេ Ông xê lấy cả.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  Ôn từ nào bắt. Cùng thưa ỏi mạc khai bẹp nì. Mạc khô hài. Mạc mình men chi mà đai lọ tề. Ông xê lấy cả. Ông xê lấy cả. Spatna, mạc kiểm đai là ốp phốt khung lô. Skagro, cùng rút bộ bọc nhôm, Skagro. Ông xê lấy cả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 , chứ tế. Mà, mình chưa thế. Côn là ngồn. Mấy con mình chứ. Nhôm nhạc vi một vinh bản, rini ác lụ, đam bê bong tlaip si bao mà. Ông xê lấy cảอายุแต่ปีឆ្នាំប៉ុណ្ណោះហើយនាងចេះថែរក្សាម៉ាក់ហើយម៉ាក់ក៏ដឹងដែរថាម៉ាក់មិនអាចថែរក្សានាងឲ្យបានល្អទេលោកគ្រូជាមនុស្សល្អហើយក៏ពូកែខាងក្មេងកំព្រាដែរបើខ្ញុំទុកអេនសេលីកាជាមួយលោកគ្រូខ្ញុំនឹងទៅដោយសុខសាន្តខ្ញុំសន្សំលុយខ្លះសម្រាប់អេនសេលីកាខ្ញុំចង់ឲ្យនាងធំឡើងល្អនាពេលអនាគតរៀនសូត្របានល្អអេនសេលីកាស្ដាប់បង្គាប់លោកគ្រូ
បានទេ ហេតុអីខ្ញុំត្រូវសាបបង្កប់លោកគ្រូ ពេលម៉ាក់ដេកលក់ហើយមើលថែកូនមិនបានលោកគ្រូនឹងមើលថែកូនជំនួសម៉ាក់ ខ្ញុំមិនត្រូវការអ្នកណាមើលថែទេខ្ញុំនឹងមើលថែម៉ាក់ឯងទើបតែវិញនៃម៉ាក់ អូខេទៅផ្ទះវិញ ម៉ាក់ឈឺទៀតហើយស៊ឺចាក់ចេញទៅបើខ្ញុំអបម៉ាក់ឈឺនឹងបាត់ យើងមាននឹងនៅតែដែរខ្ញុំចាប់វាពេលប្រយុទ្ធជាមួយស្កាយ ល្អណាស់ចូលឆ្នាំថ្មីចិត្តមកដល់ហើយស្អែកកូននឹងកាន់តែធំមួយឆ្នាំ អង់សេលីកាម៉ាក់គ្រាន់តែដេកលក់ទេម៉ាក់គ្រាន់តែមិនទាន់ភ្ញាក់ទេកុំខ្លាចអីអង់សេលីកាកុំខ្លាចអីថ្ងៃចូលឆ្នាំថ្មីហើយម៉ាក់នឹងខ្ទប់ទៅជាឯងដើម្បីកុំឲ្យឯងខ្លាច ល្អហើយម៉ាក់បាននៅជាមួយអង់សេលីកាមួយឆ្នាំទៀតម៉ាក់ព្យាយាមណាស់តែមូរីឡូរស់នៅបន្តទៀតពិបាកណាស់ អេនជេលីកាទៅជាមួយជីដូនម៉ាក់ឯងដេកលក់នៅលើសាឡុង ខ្ញុំតែងតែគេងជាមួយហេតុអ្វីបានជាអ្នកចង់យកម៉ាក់ខ្ញុំទៅខ្ញុំចង់នៅជាមួយម៉ាក់ អេនជេលីកាបើឯងស្ដាប់បង្គាប់បានត្រឹមត្រូវដើម្បីឲ្យម៉ាក់ឯងគេងលក់ស្កប់ស្កល់ម៉ាក់ពេលម៉ាក់ញាក់ឡើងម៉ាក់ត្រូវតែមកយកខ្ញុំណាខ្ញុំនឹងចាំម៉ាក់តែនៅពេលណាតែម្ដាយយ៉ាងស្លាប់ម្ដាយខ្ញុំមិនបានស្លាប់ទេគាត់គ្រាន់តែដេកលក់នៅលើសាឡុងប៉ុណ្ណោះគាត់នឹងមកយកខ្ញុំ ខ្ញុំដឹងហើយអ្នកដែលគិតតែពីខ្លួនឯងហើយស្រឡាញ់ជីវិតដ៏ស្រួលធ្វើម៉េចនាងអាចចង់ស្លាប់
มักกรอดักนี่สำหรับขยมแต่โลกอาจประกอบวิวินบานเตแต่โลกอาจวิมกวินบานเตដោយសារនាងទុកឲ្យអ្នកអញ្ចឹងខ្ញុំមិនអានទេនាងច្រណែនណាស់នាងនឹងខឹងខ្ញុំ លោកតេជេរ៉ាតាមពេលក្រោយតែខ្ញុំនៅតែអាចទុករបស់ឆ្ងាញ់ឲ្យមកបានទេខ្ញុំមិនមែនគីចោរទេទាំងកូននេះគីតាហែដែលនៅសល់ពីចានខ្ញុំខ្ញុំនឹងមកមិនមែនមកសៀកថ្លៃនៅតែណាទេ អញ្ចឹងក៏បាន ពិតទៅបើអ្នកបានអានបន្តទៀតអ្នកនឹងដឹងហេតុអ្វីខ្ញុំចាក់ចេញប៉ុន្តែមិនអីទេបើអ្នកមិនបានអានជាងរស់នៅដោយមានទោសជារៀងរហូតខ្ញុំចង់ឲ្យអ្នកស្អប់ខ្ញុំជាងមូរីឡូអ្នកត្រូវរស់នៅឲ្យប្រសើរជាងខ្ញុំមកនៅពេលណាមកយកខ្ញុំថ្ងៃនេះខ្ញុំត្រូវរកនៅទីនេះយូរប៉ុណ្ណាខ្ញុំចង់ទៅតែថែរក្សាជាងឲ្យបានល្អកុំឲ្យនាងរត់ចេញចំណែកមូរីឡូទុកក៏ត្រជាក់ចិត្តដល់ខ្លួនឯងយ៉ាងណាក៏ដោយវាតែងតែដូចនេះទៅរយៈពេលกี่ច្រើនឆ្នាំហើយក្នុងរយៈពេលដែលខ្ញុំមិនបានឃើញអ្នកតើអ្នកមិនសប្បាយចិត្តទេកុំពិបាកចិត្តអ្នកស្អប់ខ្ញុំមែនទេខ្ញុំស្លាប់ឬមិនស្លាប់វាមានអ្វីខុសគ្នាអ្នកមានលុយច្រើនណាស់ហើយតើមិនប្រសើរជាងរស់នៅឲ្យសប្បាយជាងនេះទេបើអ្នកអាចនៅជាមួយអង្សេលីកាឲ្យបានល្អជាងនោះនឹងកាន់តែប្រសើរនៅផ្ទះគាត់បន្ទប់កូនក្មេងមួយត្រូវបានរៀបចំរួចរាល់ហើយតើគាត់កំពុងចាំស្រីស្លៀកក្រហមហើយឬនឹងកូនប្រុសរបស់នាងឆ្នាំនោះបន្ទាប់ពីអ្នកមករកខ្ញុំជាមួយកូនខ្ញុំក៏បានរៀបចំបន្ទប់ក្មេងនេះខ្ញុំក៏ទិញញែកច្រើនដែរខ្ញុំគិតថាបើសិនណាមួយថ្ងៃអ្នកមកអង្វរខ្ញុំប្រហែលជាអាចចិញ្ចឹមកូនស្រីរបស់បុរសផ្សេងប៉ុន្តែខ្ញុំចាំយូរណាស់ហើយអ្នកមិនដែលត្រឡប់មកវិញទេ5ឆ្នាំតើអ្នកគិតថាឥឡូវនេះទុកកូនឆ្កែនេះឲ្យខ្ញុំនឹងទន់ចិត្តហ្វេលីស៊ីលើកលែងតែអ្នកមកយកនាងដោយខ្លួនឯងខ្ញុំនឹងមិនដែលមើលថែនាងទេតែខ្ញុំមិនអាចយកនាងទៅផ្ទះវិញបានទៀតទេអ្នកស្រីឡូប៉េសតើអ្នកមកធ្វើអ្វីនៅទីនេះថ្ងៃនេះមានពិធីជប់លៀងដោយសារលោកតេសេរ៉ាមិនបានមកខ្ញុំបារម្ភក៏មកមើលថាគាត់ឈឺអត់នេះជាដំណើរឆ្នាំថ្មីសម្រាប់ណាអរគុណអ្នកមិនគួរធ្វើអីចឹងទេអ្នកស្រីឡូប៉េស
អ្នកស្រីឡូប៉េសលោកមិននៅក្នុងការិយាល័យទេគាត់នៅក្នុងបន្ទប់ក្មេង តែមានបន្ទប់ក្មេងនៅទីនេះតាំងពីពេលណាមក វាគឺកាលពីប៉ុន្មានឆ្នាំមុនលោកប្រាប់ឲ្យខ្ញុំរៀបចំវាភ្លាមបន្ទាប់មកក៏ដាក់របស់ចូលទៀតតែមិនដែលប្រើវាទេប្រហែលជាលោកចង់បង្កើតគ្រួសារហើយមានកូន 5 ឆ្នាំដល់ពេលដែលគាត់ត្រូវភ្លេច Felicia ហើយ ចេញទៅចេញទៅ មិនមែនអាណាទេគឺខ្ញុំទេ ចេញទៅ ខ្ញុំមកថាអ្នកធ្វើការពីផ្ទះហើយមិនបានទៅណាទេខ្ញុំ អ្នកដឹងទេថាខ្ញុំមិនចូលចិត្តនិយាយតែ3ដងទេ អ្នកស្រីឡូប៉េសលោកមិនស្រួលទេលោកថាឲ្យគាត់សម្រាកទើបគាត់នឹងជាសះស្បើយលោកអស់រយៈពេលប៉ុន្មានឆ្នាំនេះលោកតែងតែបែបនេះហើយ តែមានរឿងអ៊ីកាត់ឡើងប៉ុន្មានថ្ងៃចុងក្រោយនេះតែតែនេះមានអ្វីដែលធ្វើឲ្យអ្នកបែបនេះតែអ្នកចង់ញ៉ាំដែរទេអីណែ Anak kung robo Felicia ay dahil na skolm dahil knyom te pram tnam hai kung proof dahil na min chi muy boras seng tim hai na no dahil chong lum lom muri lo dit ay Felicia nak min sik day ink mas day ay ក្រុមហ៊ុនតែសេរ៉ាសៃឋានហើយអ្នកក៏បណ្ដេញគាត់ចេញដោយមិនគិតពីដងថ្ងៃបន្ទាប់អ្នកបានរត់ចេញពីប្រទេសជាមួយមនុស្សមិនសូវសំខាន់ឥឡូវនេះក្រុមហ៊ុនបានវិលមកវិញហើយអ្នកតែងតែដេញតាមគាត់អ្នកបាត់ខ្លួនក៏2ឆ្នាំខ្ញុំគិតថាអ្នក nerdy បំផុតចេះអៀងខ្មាស់ខ្លះប៉ុន្តែការបន្ទូនគុណក្មេងទូកបែបនេះមក Felicia ណាស់វិញណាម៉ាក់មិនបានបន្ទូនខ្ញុំទេលោកទេសេរ៉ាបាននាំខ្ញុំមកលោកទេសេរ៉ា Murilos of Felicia ហេតុអីក៏គាត់ចំណាយលើកូនស្រីនាងជាមួយបរិសផ្សេង លោកទេសេរ៉ាផ្ទាល់បាននាំក្មេងស្រីមក លោកទេសេរ៉ាបាននិយាយថាបើគាត់មើលថាខ្ញុំម៉ាក់នឹងមកយកខ្ញុំចុះម៉ាក់អេងនូឯណាយម៉ាក់ដេកលងលូនៅលើសាឡុងនៅផ្ទះមកជាមួយខ្ញុំនឹងនាំម៉ែងទៅជួបនាង អ្នកនាងឡូប៉េសលោកទេសេរ៉ាបានបញ្ជាថាលើកលែងតែម្ដាយកូនក្មេងគ្មាននរណាអាច បើមានបញ្ហាដាក់លើកនេះខ្ញុំ Felicia មិនថាយ៉ាងណាទេខ្ញុំនឹងមិនហ្វយណាក់បំផ្លាញជីវិតគាត់ម្ដងទៀតឡើយ បៃត្រីហេតុអ្វីបានជាអ្នកកុហកនាងខ្ញុំស្លាប់ហើយអ្នកមិនដឹងថាខ្ញុំនៅឯណាទេ តែណាពិតជាអាចនាំខ្ញុំទៅជួបម៉ាក់បានទេចូលឡានទៅ អង្គសេលេកាគុំឡើងឡាននាងកុហកគុំទៅណាអង្គសេលេកាបៃត្រីអ្នកយកនាងទៅណាបៃត្រី Felicia កូនស្រីអ្នកមើលទៅដូចអ្នកណាភ្នែករបស់នាងដូចភ្នែកអ្នកដែរនាងមើលទៅស្លូតណាស់ Murilo តែងតែចិញ្ចឹមហើយឲ្យអ្នកបោកគាត់ហើយនៅទីបញ្ចប់ក៏ឈឺចាប់
ប៉ុន្តែនៅធ្លាប់បបងមូរីឡូមដងហើយអ្នកមិនអាចប្រើមុខដូចអ្នកនោះម្ដងទៀតដើម្បីធ្វើឲ្យគាត់ទិញចិត្តម្ដងទៀតទេមេងយើងរកមកឃើញហើយតែតាមផ្លូវនេះហើយកូននឹងឃើញមកអូគុណមីងមកខ្ញុំមកដល់ហើយមកខ្ញុំមកដល់ហើយមកហេតុអ្វីបានជាផ្លូវនេះមិនចេះជប់សោះតែខ្ញុំដើរយឺតពេកហើយមកមិនមកយកខ្ញុំទេកុំបញ្ជូសខ្ញុំ Felisa គាត់កំពុងលិចលងក្នុងទឹកឈឺចាប់ដែរណាបានបន្សល់ទុកកាលពី5ឆ្នាំមុនមិនអាចទុកឲ្យគាត់លិចជ្រៅជាងនេះទៀតទេសម្បត្តិមក អង្គជេលីកាត្រូវបានពេលអាត្រេសយកទៅរកអង្គជេលីកាឲ្យលឿនមូរីឡូទៅរកអង្គសេលីកាមូរីឡូអង្គសេលីកាជាកូនស្រីរបស់អ្នកបើអ្នកបាត់បង់នាងខ្ញុំនឹងមិនអត់ទោសអ្នកទេសូម្បីតែខ្ញុំស្លាប់ក៏ដោយ Felicia អ្នកគួរតែត្រឡប់មកជួបខ្ញុំវិញឆាប់ ហើយហេតុអីខ្ញុំត្រូវទៅរកអ្នកថែមទាំងមើលថែអង្គសេលីកាមិនបានផងអ្នកជាឪពុកបែបណាមូរីឡូឯងល្ងីល្ងើ Felicia ខ្ញុំនឹងមិនចិញ្ចឹមកូនស្រីរបស់អ្នកទេទោះបីអ្នកស្លាប់បាត់ទៅពិតមែនក៏ដោយខ្ញុំនឹងមិនសម្អាតរឿងរញ៉េញ៉ៃដែលអ្នកទុកឲ្យខ្ញុំឡើយ ព្រះអើយអ្នកស្រីឡូពេសយកអង្គសេលីកាទៅហើយនាងមិនទាន់ត្រឡប់មកវិញទេអ្នកណាអនុញ្ញាតឲ្យបេត្រីសយកនាងទៅ ខ្ញុំក៏មិនចង់ដែរប៉ុន្តែអ្នកស្រីឡូពេសនៅជាមួយលោកអស់រយៈពេល5ឆ្នាំហើយនាងជាលេខាដែលគួរឲ្យទុកចិត្តបំផុតរបស់លោកនាងថានាងនឹងទទួលខុសត្រូវទាំងស្រុងដូច្នេះខ្ញុំគ្មានជំរឿទេ Felisa ឯងមិននឹកស្មានទេថាខ្ញុំចរណៃឯងប៉ុណ្ណានោះជាលើកទី1គាត់មករកខ្ញុំដោយសារតែរឿងផ្ទាល់ខ្លួនប៉ុន្តែវាដោយសារតែកូនស្រីរបស់ហេងពូយើងធ្លាប់ជាមិត្តល្អបំផុតដូច្នេះទោះបីជាស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាក៏ដោយខ្ញុំមិនដែលបង្ហាញអ្វីចេញទេ លុះត្រាតែឯងបោះបង់គាត់ចោលគាត់ឲ្យឱកាសខ្ញុំអនុញ្ញាតឲ្យខ្ញុំនៅក្បែរគាត់តែ5ឆ្នាំកន្លងផុតទៅហើយហេតុអ្វីបានជាឯងនៅតែទូចចំលងយើង Nakខ្លះទៅឆ្នៃជាមួយកូនស្រីណា Felicia កុំបង្ហាញមុខកំដុំទៀត ក្នុងរយៈពេល10នាទីស្វែងរកមើលថាពេលអាត្រេសនៅណាធ្វើវាបាទ សម្លាញ់ឥឡូវនេះធ្វើម៉េចរឿងវាអាក្រក់ហើយ
ស្រីនេះរត់លេងពេលយប់វាមិនមែនកំហុសយើងទេនៅទីនេះគ្មានកាមេរ៉ាទេគ្មានអ្នកណាអាចរកយើងឃើញទេយើងទៅយើងបានតាមដានផ្លូវរថយន្តរបស់កញ្ញាឡូប៉េសយើងបានបញ្ជាក់ថានាងបានឆ្លងកាត់ផ្លូវនេះប៉ុន្តែបន្ទាប់មកនាងបានបត់ត្រឡប់ក្រោយឈប់អង់សេលីកាក្រោកឡើងអង់សេលីកាអង់សេលីកាក្រោកឡើងអង់សេលីកាកុំធ្វើឲ្យខ្ញុំភ័យអង់សេលីកាលោកទេសារាអ្នកមិនអាចចូលបានទេលោកក្រុមគ្រូពេទ្យដែលលោកបានរៀបចំបានត្រៀមរួចរាល់ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានអង់សេលីកាកុំទៅតាមម៉ាក់អ្នកត្រូវតែរស់អង់សេលីកាប្រសិនបើហ្វេលីស៊ីយ៉ាដឹងថាកូនស្រីរបស់គាត់បានរងគ្រោះថ្នាក់ខណៈដែលនាងនៅជាមួយខ្ញុំនាងនឹងមិនដែលអត់ទោសឲ្យខ្ញុំឡើយកូនក្មេងមានហូរឈាមធ្ងន់ធ្ងរយើងត្រូវការឈាមប្រភេទរៀបចំផ្លាស្មាឈាមប្រភេទយកឈាមខ្ញុំអ្នកមិនអាចបរិច្ចាគឈាមទេអ្នកមិនអាចបរិច្ចាគទេលោកទេអ៊ីសារ៉ាលោកមិនចាំបាច់បរិច្ចាគទេផ្លាស្មានៅគ្រប់គ្រាន់បរិច្ចាគអីអាណាថមីដាឆ្លាតណាគូបោណាទៅតែឈប់ដំណើរការណាអាចបរិច្ចាគអ្នកមានផ្ទៃពោះជំនួសឲ្យការដេកហេតុអ្វីអ្នកប្រញាប់ទៅមន្ទីរពេទ្យតើវាមិនមែនដើម្បីតាមដានណាទេបើមានអ្វីកើតឡើងចំពោះកូននេះវានឹងជាកំហុសរបស់ណាអញ្ចឹងនាងទៅសម្រាកសិនខ្ញុំមិនទៅទេខ្ញុំមិនស្ងប់ចិត្តទេខ្ញុំនឹងនៅទីនេះជាមួយអ្នកពួកគេមានទំនាក់ទំនងល្អណាស់ហើយពួកគេនឹងមានកូនតើនឹងមានអ្វីកើតឡើងចំពោះអង់សេលីកាអ្នកក៏នឹងក្លាយជាម្ដាយដែរគិតដល់កូនក្នុងផ្ទៃអ្នកចេញទៅសូម្បីតែម្ដាយក៏មិនអាចជ្រៀតជ្រែកជាមួយការពិតដែលនាងជាប្អូនស្រីណានាងជាប្អូនស្រីណាក់តើនាងជាបងស្រីណាក់មែន
ក្នុងអំឡុងពេលដែលខ្ញុំនៅបរទេសខ្ញុំមិនដែលបានឃើញថានាងជាមនុស្សបែបណាស្ត្រីម្នាក់នោះដែលបោះបង់ចោលណាខ្ញុំមិនដឹងថានាងមានអ្វីពិសេសដែលធ្វើឲ្យអ្នកធ្លាក់ចូលអន្ទាក់ដដែលអ្នកជំងឺបានរួចផុតពីគ្រោះថ្នាក់ហើយនាងមិនអីទេម្ដាយឯងហ៊ានទុកឯងនៅទីនេះជាមួយខ្ញុំយ៉ាងនេះចុះបើខ្ញុំមិនមើលថែឯងហ្វេលីស៊ីយ៉ាប្រកាសថាខ្ញុំនឹងព្រមចុះចាញ់គ្មានលើកក្រោយទៀតទេខ្ញុំនឹងមិនហៅនាងទៀតទេលោកទេកស៊ីរ៉ាមូរីឡូតើនងមិនមែនជាកូនស្រីណាទេដូច្នេះហេតុអីបានជានាងហៅណាថាលោកទេកស៊ីរ៉ារហូតអញ្ចឹងហេតុអ្វីនាងនៅតែហៅណាថាលោកទេកស៊ីរ៉ាហេតុអ្វីអ្នកកំពុងនិយាយថានាងជាកូនស្រីខ្ញុំឬព្រោះនាងមើលទៅដូចអ្នកណាកាលអ្នកនៅទោយនឹងហើយទើបខ្ញុំមិនវាយអ្នកឲ្យឈាមអ្នកមិនទាន់ដឹងទេឃើញទេសំបីតែរបៀបដែរណាគិតណាទាំងពីរដូចគ្នាបេះបិទអ្នកម្ដាយអ្នកនិយាយពីឪពុកអ្នកកូនស្រីសុំទោសខ្ញុំជាឪពុករបស់អ្នកលោកទេសេរ៉ាហេតុអ្វីស្មារតីអ្នកញ័រមិនឈប់ល្អមែនគាត់ស្គាល់កូនស្រីយើងទីបំផុតអង្គសេលីកាមានគ្រួសារហ្វេលីស៊ីអ្នកពិតជាខូខើពេកវាមិនអីទេដែលអ្នកបោះបង់ខ្ញុំចោលដើម្បីទៅរស់នៅសុខសប្បាយជាមួយប្រុសផ្សេងប៉ុន្តែបោះបង់ចោលកូនស្រីយើងខ្ញុំនឹងមិនអត់អន់ទេអ្នកនឹងមិនឃើញខ្ញុំទេលោកទេសេរ៉ាសម្បត្តិដែលមកទុកខ្ញុំត្រូវខ្សោបោចោតើសម្បត្តិនោះដែលនាងបាននិយាយថាបានទៅរកជីដូនជីតារបស់ខ្ញុំបន្ទាប់ពីចាក់ចេញពីអ្នកសម្បត្តិមកធ្លាក់លើផ្លូវខ្ញុំចង់រកវាឃើញខ្ញុំដងទៀតតើអ្នកដឹងទេថាផ្ទះជីដូននៅណាពេលអ្នកជាសះស្បើយយើងនឹងទៅរកម៉ាក់មិនអីនៅតែគ្មានជីតាឬជីដូនទេមានតែខ្ញុំនឹងមកទេប៉ុន្តែសម្បត្តិមកបាត់ខ្ញុំនឹងរកវិញទោះបីជាវាគ្រាន់តែជាការកុហកដើម្បីបោះបង់ចោលយើងលោកទេអ៊ីសេរ៉ាកុំខ្លាចវាមិនខំទេអ្នកនឹងវាធ្លាប់នៅទីនេះទេ
ចូលទៅខាងក្នុងបន្តិចទៀតហើយអ្នកនឹងទៅដល់យើងមកដល់ហើយពិតជាមិនមែនទេខ្ញុំចូលចិត្តដេកលើសាឡុងព្រោះម៉ាក់នៅលើសាឡុង ឥឡូវខ្ញុំយល់ថាហេតុអីអង្គសេលីកាចូលចិត្តដេកលើសាឡុងនៅកន្លែងនេះជ្រុងតែមួយគត់ដែលអ្នកអាចសម្រាកគឺសាឡុងវាច្បាស់ជាការកុហក Felicia គិតតែពីខ្លួនឯងតើនាងអាចចុះមករស់នៅទីនេះដោយរបៀបណា Felicia ចេញមកFelicia នាងរត់ចេញទៀតហើយ Felicia បើអ្នកមានក្លាហានចូលរត់ចេញទៅជារៀងរហូត អង្គសេលីកាខ្ញុំទីបំផុតរកឃើញអ្នកហើយបើមិនអញ្ចឹងតើខ្ញុំអាចប្រឈមមុខនឹងម៉ាក់អ្នកបានយ៉ាងដូចម្ដេចតើអ្នកទៅណាប៉ុន្មានថ្ងៃនេះហេតុអ្វីបានជាយាយរកអ្នកមិនឃើញ Nezuka ខ្ញុំទៅរកម៉ាក់ខ្ញុំ អ្នកនឹងមិនអាចរកនាងឃើញទេមកទៅជាមួយយាយវិញទៅ តើអ្នកជានរណា ខ្ញុំជានាយិកាមណ្ឌលកុមារកំព្រាតាមការស្នើសុំរបស់ Felicia ខ្ញុំបានមើលថែកូនស្រីរបស់នាងតើអ្នកជានរណា មណ្ឌលកុមារកំព្រាដូច្នេះនាងខូខើណាស់ហើយបោះបង់កូនចោលនៅមណ្ឌលកុមារកំព្រាដូច្នេះហេតុអ្វីបានជានាងមិនមករកខ្ញុំបើខ្ញុំជាឪពុករបស់ក្មេងស្រី អង្គសេលីកាមានឪពុកហេតុអ្វីបានជាខ្ញុំមិនដែលឮ Felicia និយាយពីរឿងនេះបើអង្គសេលីកាពិតជាមានឪពុកដូច្នេះហេតុអ្វីបានជានាងទុកកូនស្រីនៅមណ្ឌលកុមារកំព្រាមុនពេលស្លាប់ អ្វីអ្នកមានន័យយ៉ាងម៉េច Felicia ស្លាប់តើអ្នកចង់មានន័យយ៉ាងម៉េច Felicia ស្លាប់ នាងស្លាប់កាលពី3ឆ្នាំមុនខ្ញុំជាអ្នកតែមើលថែសឹកនាង តើវាអាចទៅរួចយ៉ាងម៉េចនាងទុកសម្បត្តិមួយចែងថានាងទៅរកជីដូនជីតារបស់អង្គសេលីកាតើនាងអាចស្លាប់បានយ៉ាងម៉េច ឪពុកម្ដាយនាងស្លាប់តាំងពីយូរមកហើយបើអ្នកសំបីតែឪពុករបស់ក្មេងស្រីក៏មិនដឹងដែរ តើនាងប្រាប់អ្នកឲ្យនិយាយបែបនេះទេតើ Felicia កំពុងលេងល្បែងអ្វីទៀតលើកនេះតើនាងចង់បានលុយប៉ុន្មាន តើអ្នកកំពុងនិយាយពីអ្វីអ្នកមិនដឹងទេពីអ្វីដែលនាងបានឆ្លងកាត់នៅទីនេះឯក៏ក្នុងលោកដោយមានទារកដែលមានបញ្ហាបេះដូងដើម្បីយកលុយមកព្យាបាលកូនស្រីនាងក៏ធ្លាក់ខ្លួនឈឺហើយនាងគ្មានលុយព្យាបាលខ្លួនឯងទៀតផងមុនពេលស្លាប់នាងបានប្រគល់កូនស្រីរបស់នាងឲ្យខ្ញុំហើយក៏សុំឲ្យខ្ញុំរៀបចំពិធីបុណ្យសពរបស់នាងខ្ញុំគ្រាន់តែយល់ព្រមព្រោះខ្ញុំអាណិតនាងកំពុងដេក
នៅលើសាឡុងនេះតែនាងស្លាប់ពេលនោះអង្គសេលីកានៅតែដេកនៅក្នុងដៃរបស់នាងខ្ញុំចង់យកហ្វេលីស៊ីប៉ុន្តែក្មេងស្រីមិនព្រមទទួលយកទេនាងទូចថាម៉ាក់គ្រាន់តែដេកលក់ទៅហើយ លោកទេសេរ៉ាយើងបានរកឃើញបំណែកទាំងអស់នៃសម្បត្តិដែលអ្នកស្វែងរកអង្គសេលីកាកូនធ្លាប់សួរខ្ញុំពីមុនហេតុអីកូនគ្មានឪពុកខ្ញុំថាឪពុកកូនជាអ្នកកំណាញ់ហើយខ្ញុំបង្ខំគាត់ឲ្យចាក់ចេញពេលនោះខ្ញុំនៅតែអាក់អន់នឹងគាត់អញ្ចឹងខ្ញុំកុហកកូនហើយនិយាយអាក្រក់ពីគាត់តែឪពុកកូនជាមនុស្សល្អណាស់ដោយសាររឿងអាក្រក់ខ្លះយើងត្រូវបង្ខំឲ្យបែកគ្នាគាត់មិនអាចនៅក្បែរកូនបានទេព្រោះគាត់មិនដឹងថាកូនមានអញ្ចឹងកុំបន្ទោសគាត់យល់ទេខ្ញុំសុំទោសបាក់អាចទៅជាមួយកូនបានត្រឹមនឹងសូមឲ្យកូនមានសេចក្តីសុខនិងសុភមង្គលដោយក្តីស្រឡាញ់អស់កលឹបម៉ាក់ហ្វេលីស៊ីស្លាប់ អង្គសេលីកាទៅជាមួយយាយទៅមណ្ឌលកុមារកំព្រា លោកទេសេរ៉ានេះជាសម្បត្តិដែលម៉ាក់ទុកឲ្យខ្ញុំតែលោកអាចវាមកខ្ញុំវិញបានទេ ពេលខ្ញុំបិទភ្ជាប់វាបានត្រឹមត្រូវខ្ញុំនឹងឲ្យវាវិញមុនម៉ាក់កូនចាក់ចេញតើគាត់និយាយអ្វីខ្លះដល់កូនទេ ម៉ាក់ប្រាប់ខ្ញុំកុំខ្លាចគាត់គ្រាន់តែដេកលក់មួយផ្លែត ហេតុអ្វីអ្នកតែងតែភ្លេចរឿងនោះខ្ញុំគ្រាន់តែជាប្រលឹង ហ្វេលីស៊ីអ្នកមិនទាំងទុកពាក្យសុំទោសផងល្អហើយដែលកូនស្រីយើងមិនដូចអ្នកនាងល្អជាងច្រើន ល្អហើយដែលនាងមិនដូចខ្ញុំសូមឲ្យនាងមានសុខភាពល្អនិងរស់នៅបានយូរអង្វែងជាច្រើនឆ្នាំអ្វីទាំងអស់អំពីឆ្នាំនានារបស់លោកស្រីសាវីយ៉េគឺនៅទីនេះតើអ្នកណាជាបុរសដែលបានបោះបង់នាងនៅពេលនោះលោកតេសេរ៉ាខ្ញុំបានស៊ើបអង្កេតរួចហើយបន្ទាប់ពីលោកស្រីសាវីយ៉េបានចាក់ចេញពីអ្នកនាងមិនដែលមានបុរសផ្សេងទៀតទេនាងមិនដែលមានបុរសផ្សេងទេ ឥឡូវខ្ញុំបានរកឃើញមិត្តប្រុសតែមានជាងអ្នកពីមុនទៅទៀតវាជាការកុហកតែមួយគត់ដែលខ្ញុំធ្លាប់ប្រាប់អ្នកហើយអ្នកជឿវាពេញមួយជីវិតរបស់អ្នក ដូច្នេះស៊ើបអង្កេតរឿងឪពុកម្ដាយនាងបាទដើម្បីចិញ្ចឹមកូនស្រីរបស់នាងនាងបម្រើស្រានៅបារ
នាងមិនមានលុយសំបីតែសម្រាប់ការព្យាបាលខ្លួនឯង Felicia តើនេះជាជីវិតដែលអ្នកធ្លាប់រស់នៅទេអ្នកមិនបានប្រាប់ខ្ញុំទេថាអ្នកបានទៅរស់នៅស្រួលតើអ្នករស់នៅស្រួលដូចនេះទេអ្នកណាប្រាប់អ្នកឲ្យបោះបង់ខ្ញុំអ្នកសុំនឹងបានទាំងអស់នេះ បើខ្ញុំសុំនឹងវាហេតុអ្វីអ្នកកំពុងយំបើការមើលរឿងនេះធ្វើឲ្យអ្នកឈឺចាប់អញ្ចឹងកុំមើល Felicia តើនេះជាអ្នកទេអ្នកពិតជាអាចជឿខ្ញុំមែនទេ Felicia តើនេះជាអ្នកទេ Not man day, my, mo tool knyum day. Felicia លេចឡើងខ្ញុំដឹងហើយខ្ញុំដឹងថាអ្នកនៅទីនេះដដែល អ្នកពិតជាអាចមានអារម្មណ៍ថាខ្ញុំនៅទីនេះ Look de sera, ta look rock kring my hayu. ខ្ញុំនឹងរកឃើញនាងអ្នកចង់មកជាមួយខ្ញុំទេ Te yung rock kring ning, knyum ai do skok grop time did de, might lop ni yeta. Da le plo do chul chuk ji mui skok grop, twir I plo nu fo bing dog day sung hum. អូខេ តែទោះបីខ្ញុំគ្រាន់តែជាប្រលឹងខ្ញុំហាក់ដូចជានឹងមិននៅបានយូរទេ លោកនាយក Felicia តើគេបញ្ចុះនាងនៅណា នាងគ្មានលុយទិញភ្នូទេភ័យនាងដាក់ក្នុងកូឡុំបារីយ៉ូមបើលោកចង់ជួបនាងទៅទីនោះ អរគុណអស់រយៈពេលប៉ុន្មានឆ្នាំនេះវាជាបន្ទុកធំសម្រាប់អ្នក Look de sera, ta look yu knyum de na. យើងនឹងនាំម៉ាក់ត្រឡប់មកផ្ទះវិញ Head vai ma, tru na kram day. Hai roboting mikya vai. វាជាក្របផ្កាដែលនាងពេញចិត្តឆាប់អ្វីទាំងអស់នៅទីនេះនឹងពេញដោយផ្កាដែលនាងស្រឡាញ់ក្រោយមកខ្ញុំនឹងដាក់យកនៅទីនោះពេលណាដែលកូនចង់កូនអាចមកនិយាយជាមួយម៉ាក់បានបើនាងឯកានាងនឹងឆ្លុះជាមួយកូន ឯងឈួតហេតុអ្វីឯងបោកអង្សេលីកាខ្ញុំមិនដែលឆ្លុះជាមួយនាងទេ ខ្ញុំដឹងហើយ Felicia ឯងជិតខ្ញុំទៀតហើយមែនទេ តាំងពីអ្នកដឹងថាម្ដាយអង្សេលីកាបាត់ទៅហើយអ្នកធ្លាប់និយាយជាមួយខ្លួនឯងសម្លឹងមើលអ្វីមិនឃើញខ្ញុំបារម្ភថាគាត់មានបញ្ហាផ្លូវចិត្តខ្ញុំគិតហៅគ្រូពេទ្យមកពិនិត្យតែអ្នកថាវាមិនមែន Dai not nung, ben da ben sa klu nang. Feliz sakak jing bi na dang bi your har, ning mun chong ba na de, du bay ning slap go da, riesum nung ning hai, ning chum bet na. Ning chum bet na. Plek hai. Vim bi piapat brajot. Be min ring gat lan chum bu krusa tes nera, dub ning jak jing bi na. យើងនឹងនិយាយគ្នាពេលក្រោយ
ពេលអ្នកស្អប់ខ្ញុំអ្នកធ្វើអាក្រក់បំផុតតែអ្នកជិតស្និទ្ធនឹង Beatrice នាងបាត់កូនស្រីយើងអ្នកភ្លេចហើយឬតោះទៅអ្នកដឹងទេហេតុអ្វីខ្ញុំនៅមិនទាន់សងសឹកអ្នកបន្ទាប់ពីអង់គ្លេសខាបាត់ខ្លួន ខ្ញុំមិននឹកស្មានថានឹងមានរឿងកើតឡើងចំពោះអង់គ្លេសបើខ្ញុំដឹងថានាងស្លាប់ទៅហើយខ្ញុំមិនដែលធ្វើបែបនោះទេខ្ញុំទើបតែមិនទាន់សម្រេចចិត្តថានឹងធ្វើអ្វីជាមួយអ្នកដូចអង់គ្លេសក៏ដែរអ្នកក៏ជាពាក់កណ្ដាលនៃការចងចាំរបស់នាងពេលគ្រួសារនាងផ្លាស់ទីវាកើតឡើងលឿនណាស់ពួកគេមិនបានទុកអ្វីសោះរបស់តែមួយគត់ដែលនៅសល់គឺអ្នកខ្ញុំគិតថាបើខ្ញុំទុកអ្នកនៅក្បែរហើយឲ្យជីវិតល្អដល់អ្នកប្រហែលជានាងច្រណែនស្ដាយក្រោយឬក៏មកជេរខ្ញុំអញ្ចឹងការពិតដែលខ្ញុំបានខ្លាយគីលេខារបស់ណាគឺដោយសារនាងខ្ញុំចង់សងសឹកអ្នកប៉ុន្តែខ្ញុំទប់ចិត្តព្រោះអ្នកជាទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងតិចតួចតែនៅតែមានរវាងនាងនិងខ្ញុំប៉ុន្តែពេលអាត្រីអ្នកបានហួសព្រំដែនទាំងអស់ចាប់ពីពេលនេះទៅកុំមកឈរមុខខ្ញុំទៀតប៉ុន្តែគឺនាងដែលបោះបង់ណានាងស្រឡាញ់តែលុយគឺនាងដែលធ្វើបាបណាខ្ញុំគ្រាន់តែចង់ឲ្យណាបន្ទោនាងមិនធ្វើបាបអ្នកណាម្នាក់ទេផ្ទុយទៅវិញគឺអ្នកដែលធ្វើបាបនាងឪពុកម្ដាយរបស់នាងស្លាប់ដោយសារគ្រួសារយើងនាងមិនដែលខ្វាត់ណាទេណែការពិតទាំងក៏ត្រូវបានលើកុំឲ្យនឹងទៅគាត់កុំមើលកុំឲ្យវាទៅគាត់កុំមើលគឺគាត់ហើយត្រូវហើយបុរសដែលសម្លាប់ឪពុកម្ដាយរបស់ Felicia គឺជាណាត់ដែលបានបំផ្លាញគ្រួសារយើងកាលពីពេលនោះហើយនាងបានទៅការពារណាខ្ញុំមកហើយប៉ាម៉ាក់រត់ខ្ញុំរងចាំអ្នកជាយូរមកហើយឯងគិតថានឹងទៅណាទៀតអ្នកភ្ញាក់ហើយហាក់ដូចជាអ្នកនឹងមូរីឡូទេអ៊ីសេរ៉ាពិតជាមានចំណងដ៏រឹងមាំតែបើគ្មានរឿងនោះទេការមកផ្ទះអ្នកនឹងខ្ជះខ្ជាយពេលវេលាលេងខ្ញុំអ្នកចង់បានអីខ្ញុំបានផ្ញើសារទៅមូរីឡូតាមទូរស័ព្ទអ្នកកុំបារម្ភបើអ្នកសហការល្អប្រហែលជាខ្ញុំនឹងឲ្យអ្នករស់
Felicia គាត់មកដល់លឿនណាស់ប្រាប់គាត់ឲ្យឡើងមកពេលដែលខ្ញុំឃើញសាររបស់អ្នកខ្ញុំក៏ចេញពីមន្ទីរពេទ្យមកទីនេះឡានគ្រូសាត្រូវគេរឹបអូសហើយក៏បាត់ទៅដូច្នេះយើងមិនអាចប្រើវាបាននោះហើយជាមូលហេតុដែលខ្ញុំយឺតខ្ញុំក៏បានយក Murilo ខ្ញុំធុញអ្នកយូរហើយបើគ្មានលុយអ្នកទេខ្ញុំមិនដែរនៅជាមួយអ្នកអស់5ឆ្នាំទេ អ្នកកំពុងនិយាយអំពីអ្វីអ្នកចង់ស្លាប់ឬប្រាប់គាត់ឲ្យឡើងមក ឥឡូវនេះគ្រួសារអ្នកត្រូវបានបំផ្លាញហើយអ្នកក៏គ្មានលុយដែរខ្ញុំបានរកបរិសផ្សេងបានហើយចេញពីទីនេះឥឡូវនេះ ពីអីអ្នកធ្លាប់ថាស្រឡាញ់ខ្ញុំជារៀងរហូតហេតុអីអ្នកខូខើម្លេះខ្ញុំអង្វរអ្នកកុំចាក់ចេញពីខ្ញុំអីអ្នកចូលចិត្តលុយខ្ញុំនឹងរកលុយបានច្រើនសូមកុំចាក់ចេញពីខ្ញុំធ្វើតាមអីដែលខ្ញុំថាប្រាប់គាត់ឲ្យឡើងមក Murilo ខ្ញុំបានរកឃើញបរិសម្នាក់ហើយតែមានលុយច្រើនជាងអ្វីដែលអ្នកធ្លាប់មានពីមុនខ្ញុំមិនចង់មើលមុខអ្នក អាកំណាចអ្នកមិនចង់រស់ទេមែនទេប្រាប់គាត់ឲ្យឡើងមក អ្នក ចុះមកជួបខ្ញុំអី អ្នកធ្វើឲ្យអាម៉ាស់ម្លេះចេញទៅ អាកំណាចខ្ញុំនឹងសម្លាប់អ្នកទាំងអស់គ្នានឹងស្លាប់គ្រួសារអ្នកអាចរងចាំសម្រាប់ការសងសឹករបស់ខ្ញុំគ្មានអ្នកណាម្នាក់នឹងចេញទៅរស់ប៉ាសុំទោសចេញពីទីនេះទៅកុំត្រឡប់មកវិញចាប់តាំងពីគាត់វាយប្រហារគ្រួសារសាវីយ៉េគាត់មិនឲ្យអ្នករត់គេចខ្លួនទេឪពុកអ្នកស្លាប់ហើយ Felicia អ្នកត្រូវតែរស់ទាំងអស់នេះគឺជាកំហុសរបស់ Murilo គាត់ជាអ្នកសម្លាប់ឪពុករបស់អ្នកហើយបំផ្លាញគ្រួសារយើងគោលដៅរបស់ឃាតករគឺគ្រួសារតេអ៊ីសារ៉ាទាំងអស់គឺជាកំហុសរបស់គាត់កុំគិតចង់ហៅ Murilo ឲ្យសោះលើកលែងតែខ្ញុំស្លាប់លុះត្រាតែនាងដឹងថាណាបានបញ្ជូនឃាតកោតកុកនាងទើបអាយស៊ុបរោនៅលែកខ្លួនតែនាងមិនអាចរស់រៀនរដូវរងាកាលពី3ឆ្នាំមុន ទាំងអស់នេះគឺដោយសារតែខ្ញុំ Murilo ខ្ញុំមិនស្អប់អ្នកទេខ្ញុំគ្រាន់តែមិនអាចអត់ទោសឲ្យខ្លួនឯងដែលបាននៅជាមួយអ្នក ខ្ញុំមិនដឹងទេ
ខ្ញុំពិតជាមិនដឹងទេខ្ញុំមិនគួរជឿរឿងទាំងនោះទេខ្ញុំមិនគួរសង្ស័យអ្នកទេវាជាកំហុសខ្ញុំទាំងអស់ជាកំហុសខ្ញុំគុំហ៊ាមស៊ីចាក់ចេញទៅគុំហ៊ាមស៊ីចេញទៅគុំយំឈឺចេញទៅ ធ្វើម៉េចខ្ញុំរត់បាន800ម៉ែត្រអាម៉ាស់ណាស់ឈឺណាស់ គុំយំឈឺចេញទៅ 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 ម្ដាយឯងប្រកាសជាស្អប់ខ្ញុំខ្លាំងមែនទេ ដោយសារឪពុកម្ដាយខ្ញុំស្លាប់ខ្ញុំថែមទាំងអន់ចិត្តនឹងអ្នកទៀតអ្នកមិនស្គាល់កូនស្រីរបស់អ្នកខ្ញុំក៏អន់ចិត្តដែរប៉ុន្តែមូរីឡូខ្ញុំមិនដែលស្អប់អ្នកទេ ខ្ញុំសុំទោស Felicia ខ្ញុំសុំទោស Muriloងងឹតហើយនាំអង្គសេលីកាទៅផ្ទះ ចាស់ទាំងអស់នេះដើម្បីអីអ្នកចំណាយពេលពេញមួយយប់លុតជង្គង់តែម្នាក់ឯងនៅទីបញ្ចុះសពអ្នកមិនខ្លាចខ្មោចមកខ្លាចអ្នកទេមិនថាអ្នកលុតជង្គង់នៅមុខឪពុកម្ដាយខ្ញុំឬក៏អ្នកទៅភ្នូរខ្ញុំដើម្បីនិយាយពីទំនាក់ទំនងរបស់យើងពេលថ្ងៃអ្នកធ្វើដូចជាគ្មានអ្វីកើតឡើងហើយអ្នកទៅទទួលកូនស្រីពីសាលាខ្ញុំបារម្ភថារាងកាយអ្នកអាចទ្រាំបានដែរឬទេ Felicia អ្នកពិតជាមិនបន្ទោសខ្ញុំទេ តើខ្ញុំត្រូវនិយាយដែរប៉ុន្មានដងទៀតខ្ញុំមិនស្អប់អ្នកទេលោកដេតសលអ្នករកមកឃើញហើយ ខ្ញុំនឹងរកនាងឃើញឥឡូវខ្ញុំយល់ហើយអ្នកពិតជាចេះមើលថែកូនស្រីរបស់អ្នកមែនក្នុងរយៈពេលជាង1ខែអង្គជេលីកាខ្លាចជាស្បែកស្ហើយចេះអធិស្ឋានការទុកកូនស្រីយើងឲ្យអ្នកថែរក្សាពិតជាការសម្រេចចិត្តត្រឹមត្រូវអ្នកត្រូវតែជាសះស្បើយដើម្បីចិញ្ចឹមអង្គជេលីកាហូតដល់នាងធំឡើង
អូខេខ្ញុំនឹងផ្ដល់ពេលវេលាឲ្យអ្នកខ្លះប៉ុន្តែអ្នកត្រូវតែជាសះស្បើយឆាប់យ៉ាងណាមិញរហូតមកដល់ពេលនេះអង្គជាលីកានៅតែហៅអ្នកថាលោកតេស ទាំងអស់នេះគឺជាកំហុសរបស់ខ្ញុំតើអ្នកកាត់ខ្លួនឯងនៅពេលណាតើអ្នកកំពុងព្យាយាមធ្វើអ្វីចុងក្រោយក៏ស្គាល់កូនស្រីរបស់អ្នកដែរតើអ្នកនឹងបោះបង់នាងម្ដងទៀតទេឈប់ទៅមូរេឡូកូនស្រីនៅតូចនៅឡើយអ្នកមិនអាចទុកនាងឲ្យនៅតែម្នាក់ឯងបានទេខ្ញុំចង់ឲ្យអង្គជាលីកាធំឡើងដោយសុខសាន្ត Felicia អ្នកខ្ញុំកាន់វាយ៉ាងតឹងកាំបិតមិនអាចធ្លាក់បានទេ Felicia 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 តានេះជាអ្នកទេ តានេះជាណាទេម៉ាក់តែម៉ាក់មកយកខ្ញុំទេ ខ្ញុំដឹងថាអ្នកនៅតែនៅទីនេះខ្ញុំគិតថាឥឡូវខ្ញុំយល់ហើយ515សម្បត្តិ1និងប្រអប់ឈើចាស់មួយមិនមានអ្វីមួយទេបន្សល់ទុកឲ្យខ្ញុំ Felicia អ្នកខុសខើពេកហើយ បើថ្ងៃនេះអង្គទំនៀរជួបអែមយើងអាចទុកខ្លះឲ្យម៉ាក់បានទេ ពិតណាស់យើងអាច នេះជាលើកទី1ហើយដែលកូនស្រីហៅគាត់ថាប៉ាកូនស្រីទីបំផុតទទួលយកហើយ ពីមុនកូនស្រីជាហេតុផលដែលអ្នកបន្តរស់នៅឥឡូវរបស់ខ្ញុំ